អូខេសួស្តីអ្នកនរគ្នាអញ្ចឹងថ្ងៃនេះខ្ញុំនឹងយករឿងមួយដែលមានចំណងជើងថា King in Black នៅក្នុង Marvel Comics ដែលមាន Volume 1ដល់ Volume 5អញ្ចឹង King in Black ហ្នឹងគឺនិយាយអំពី villain ធំមួយដែលមានឈ្មោះថាNull គាត់គឺជាអាទិទេពនៃភាពនៅតាមដងរបស់ចក្រវាឡហើយគាត់មានអាយុកាលយូរហើយតាំងពីផែនដីតាំងពីចក្រវាឡរបស់យើងមុនមានពលឺទៀតអញ្ចឹងន័យថាគាត់អាយុយូរមែនតើអាយុមុនពលឺទៀតអញ្ចឹង Null ហ្នឹងគឺគាត់ជាស្ដេចនៃ Symbiote ដែលគាត់បង្កើត Venom ឬក៏ Carnage ដើម្បីជាអាវុធរបស់គាត់នឹងជាដើមហើយ Null គឺត្រូវគេឃុំឃាំងដោយថាមពល Cosmic យូរហើយបាទហើយនៅពេលមួយដែលគាត់អាចចេញមកបានគឺគាត់បានបញ្ជាឲ្យទ័ពនាគហើយនឹង Symbiote របស់គាត់រាប់លាននឹងធ្វើដំណើរទូទាំងចក្រវាឡដើម្បីស្វែងរកគ្រាប់ពូជមួយដែលមានឈ្មោះថា Pitch Black the Darkness អញ្ចឹងនៅពេលដែល Null រកឃើញផែនដីហើយ Null មកដល់ផែនដី Null ក៏បានបញ្ជាឲ្យទ័ពទាំងអស់ទៅវាថា Super Hero នៅក្នុងផែនដីដែលចាំការពារហ្នឹងហើយគ្មានហេតុ Super Hero ណាដែលអាចទប់ជាមួយនឹងគាត់បានទេសូម្បីតែ Sentry ដែលគាត់មានធម៌ពលខ្លាំងជាង Superman ទៀតគឺគាត់អាចធ្វើអី Null បានដែរគឺត្រូវ Null ចាប់ហែកជាពីរយកតែម្ដងហើយនៅពេលហ្នឹងគាត់ក៏បានឃើញ Venom ក៏ដូចជា Eddie ហ្នឹងដែលថា Venom គាត់យក Eddie ធ្វើជា host អញ្ចឹងគាត់ក៏បានដឹងថាគ្រាប់ពូជហ្នឹងនៅក្នុងខ្លួនរបស់ Eddie ហ្នឹងឬក៏ Venom ហ្នឹងហើយគាត់ក៏បានសម្លាប់ Eddie និង Venom ហ្នឹងដើម្បីយកគ្រាប់ពូជហ្នឹងព្រោះឯណាទៅពេលណាដែលគាត់បានគ្រាប់ពូជហ្នឹងទៅគាត់គឺមានធម៌ពលខ្លាំងជាងមុនគាត់អាចគ្រប់គ្រងចក្រវាឡមួយទាំងមូលបានប៉ុន្តែធម៌ពលមួយដែលជាចំណុចខ្សោយរបស់ Null ដែលមានឈ្មោះថា Enigma Force ជា God of Light ជាធម៌ពលនៃអាទិទេពនៃពលឺអញ្ចឹងអាទិទេពធម៌ពលហ្នឹងគាត់គឺបានជ្រើសរើសយក Eddie ដែលស្លាប់ទៅហើយហ្នឹងជា host ហើយក៏ជប់ Eddie ហ្នឹងឲ្យរស់ឡើងវិញហើយ Eddie ហ្នឹងក៏យកក្តារបតរបស់ Silver Surfer ហើយនឹងបថៅមយោនីយកមកគុំគ្នាខ្លះបានជាបថៅមួយដែលមានធម៌ពលខ្លាំងមែនទែនហើយដេញកាប់ Null ឡើងវិញណាដេញកាប់ Null ឡើងអស់ទៅឲ្យលីងហើយ Null ហើយគាត់ក៏បានចាប់ Null ហ្នឹងទៅក្បែរហោះទៅក្បែរនៃព្រះអាទិត្យរបស់យើងហ្នឹងនឹងប្រើប្រាស់ធម៌ពលជាមួយនឹងកម្ដៅព្រះអាទិត្យដុតបន្តិច Null ហើយ Null ក៏បានស្លាប់ពេលហ្នឹងទៅ